ឥឡូវនេះយើងមករីករាយទស្សនាវីដេអូ highlight នៃការប្រកួតរបស់ក្រុមបាល់ទាត់ ISI ដង្ខោសែនជ័យជាមួយនឹងគិរីវង្សសុកសែនជ័យបាទកន្លែងនេះគឺជាការលេងផ្លាត់ពីអ្នកចាំទីស៊ូសវណ្ណនាថហើយសំអល់ទីណាជាអ្នកសុទ្ធបញ្ចប់ទីបើកការនៅមុខ1-0ទៅលើក្រុមភ្ញៀវគិរីវង្សសុកសែនជ័យខំមកទៅគាត់ទម្លាក់មកឲ្យស៊ូសវណ្ណនាថហើយសវណ្ណនាថគាត់ក៏មិនសម្រេចចិត្តផ្ដាច់ភ្លាមដែរបាល់នេះបាទហើយមានការប្រជែងពីហៅសុកណេតបាល់ធ្លាក់មកដល់សំអល់ទីណាបញ្ចប់ទីបានយ៉ាងល្អLuis Willy បញ្ជូនចោះមកឲ្យសំអល់ទីណាជាថ្មីសំអល់ទីណាក៏សុទ្ធមួយជើងជួយសង្គ្រោះបានហើយក៏បន្ថែមមួយជើងទៀតនៅតែអាចជួយសង្គ្រោះបានពីអ្នកចាំទីស៊ូសវណ្ណនាថបាទបញ្ជូនទៅជាបន្តពាំងយកបាល់បានល្អមែនទែនហៅសុកណេតក៏ទម្លាក់ជាបន្តមកឲ្យសំអល់ទីណាប៉ុនប៉ងសាច់ជាថ្មីកន្លែងនេះក៏មិនចំគោលដៅចេញទៅខាងក្រៅឱកាសវាយបកទៅវិញពីគិរីវង្សសុកសែនជ័យសុទ្ធមួយជើងពីចម្ងាយកន្លែងនេះហើយខុនសុបិនរត់ទៅបន្ថែមបណ្ដាញចំហរបស់សុបិនគឺ offside បញ្ចប់វគ្គទី1 ISI 1គិរីវង្សសុកសែនជ័យ0ការបាញ់បាល់ឆ្ងាយដ៏មានប្រសិទ្ធភាពពីតំបន់បម្រើមកសម្ដៅមករកកីឡាករ Luis Willy ប៉ុន្តែការបញ្ចប់ទីរបស់ Luis Willy គឺមិនបានល្អទេបាទអ្នកចាំទីអាចជួយសង្គ្រោះបានឱកាសទៅសាជាថ្មីវាហៅសុកណេតសុទ្ធមួយជើងញីរំលងរបាល់ទីឡើងទៅខាងក្រៅបាត់ទៅហើយគិរីវង្សក៏មានឱកាសក្នុងការវិបកទៅវិញដែរក្រងនេះដាវនាមឆ្កឹះផុតអ្នកចាំទីលីកក្តារប៉ុន្តែចេញទៅខាងក្រៅនោះទេលីកក្តារក៏សម្រេចចិត្តបាញ់បាល់ឆ្ងាយមកខាងលើនេះហៅសុកណេតទៅពាំងជាមួយនឹងខ្សែការពារបាល់ធ្លាក់មកដល់កីឡាករឡុងដេវីតសុទ្ធបញ្ចប់ទីមុំធំបានយ៉ាងល្អ2-0ឲ្យក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យបាទកន្លែងនេះលីកក្តារគាត់បញ្ជូនបាល់ឆ្ងាយបានល្អមែនទែនហើយការពាំងពីខ្សែការពារទៅលើហៅសុកណេតហើយឡុងដេវីតក៏ឆក់ឱកាសនេះសុទ្ធមួយជើងបញ្ចូលទីបានសម្រេច2-0ឱកាសទៅជាថ្មីពី ISI ដង្កោសែនជ័យបញ្ជូនខ្នងជើងមកកន្លែងនេះបានល្អមែនទែនហើយហៅសុកណេតក៏ទាញផុតអ្នកចាំទីសុទ្ធបញ្ចូលទីគ្រាប់ទី3នៅនាទីទី81ឲ្យក្រុមម្ចាស់ផ្ទះនាំមុខ3-0ទៅលើក្រុមភ្ញៀវគិរីវង្សសុកសែនជ័យជំហររបស់សុកណេតត្រង់នេះមិនអោសសាយទេហើយទាញផុតអ្នកចាំទីស៊ូសវណ្ណនាថបានយ៉ាងល្អបញ្ចប់ទីគ្មានសល់ទេមួយជើងនេះលោកកញ្ញាកដាប្លង់បញ្ចែបញ្ចប់ការប្រកួត